សួស្តីគ្នាយើងសម្រាប់វីដេអូនេះខ្ញុំមកធ្វើការ review អំពីកាត Asensio ដែលទើបតែនឹងចេញ POT ថ្ងៃនេះហ្នឹងហើយអញ្ចឹងគឺសម្រាប់គ្នាយើងណាខ្លះដែលចាប់បានជាមួយនឹងកាតមួយហ្នឹងហើយសម្រាប់ខ្ញុំគឺបើកកាក់គឺអស់100កាក់បាន Asensio មួយហើយគ្នាយើងណាខ្លះដែលបើកបានអញ្ចឹងគឺយើងមកមើល detail របស់កីឡាករអញ្ចឹងសម្រាប់កាត Asensio នេះបើសម្រាប់ខ្ញុំបាទយើងមើលមកហ្នឹងហើយអញ្ចឹងគឺជាប្រភេទកីឡាករដែលបាទអញ្ចឹងគឺលេងជើងស្ដាំហ្នឹងហើយអញ្ចឹងគឺជើងស្ដាំជាកីឡាករដែលលេង playing style គឺ The Destroyer ហ្នឹងហើយ The Destroyer កីឡាករអញ្ចឹងគឺសម្រាប់កន្លែងនេះការថាក់បាល់ការចលនាអីគឺមកល្មមទទួលយកបានប៉ុន្តែ speed អីគឺយើងទទួលយកបានដែរហ្នឹងហើយអញ្ចឹងគឺដល់ពេលដែលយើងលេងជាក់ស្ដែងមកយើងដឹងថាកាតគឺជាមិនសូវជាល្អទេអ្នកគ្នាយើងហ្នឹងហើយអញ្ចឹងគឺសម្រាប់គ្នាយើងណាដែលមានកាត Asensio លេងគឺកាត Asensio ហ្នឹងគឺវាមិនមានច្រើនទេបាទអញ្ចឹងគឺដូចជាទើបតែមិនចេញហ្នឹងគឺទើបតែចេញដូចជាប្រហែលកាតទេខ្ញុំធ្លាប់លេងបានលេងកាតមួយទៀតដែរ Asensio អញ្ចឹងគឺកីឡាករហ្នឹងគឺអត់មានអីផ្សេងទេបាទ skill កន្លែងហ្នឹងគឺ heading ផាសអីចឹងទៅហ្នឹងហើយអញ្ចឹងគឺ man marking ហើយចឹង blocker អីហ្នឹងអញ្ចឹងគឺមើលកន្លែងមើលទៅទំនងល្អមែនទែនប៉ុន្តែនៅពេលដែលលេងជាក់ស្ដែងទៅដូចជាអត់សូវល្អទេខ្ញុំដាក់លេងខ្ញុំលេងបាន2ប្រកួតដែរហ្នឹងហើយអញ្ចឹងដូចជាអត់ល្អទេបើសិនជាអ្នកគ្នាយើងដែលអត់មានខ្សែការពារលេងអាចលេងបានហ្នឹងហើយអញ្ចឹងគឺវាមិនថាអាក្រក់ណាស់ប៉ុន្តែគឺអាចលេងបានប៉ុន្តែគឺមិនសូវល្អទេហើយណាមួយកីឡាករដែលមាន skill boost អញ្ចឹងវាល្អដោយសប្តាហ៍ទេហ្នឹងហើយសប្តាហ៍ដែលឡើង A អីចឹងគឺអាចលេងបានតែធ្លាក់ដល់ B ចឹងអត់សូវលេងបានទេអញ្ចឹងគឺសម្រាប់ការ Asensio នេះខ្ញុំគិតថាសម្រាប់ខ្ញុំប្រហែលជាមិនសូវល្អទេតែអញ្ចឹងបើគ្នាយើងលេងល្អក៏ដាក់លេងទៅបើសិនខ្ញុំគឺបានតែទុកមើលគឺអត់លេងអត់កើតអញ្ចឹងគឺយើងមកប៉ុណ្ណឹងយើងអត់មានថានិយាយថារិះគន់អីចឹងទេប៉ុន្តែគឺសម្រាប់កាតមួយហ្នឹងខ្ញុំគិតថាអត់ល្អទេអញ្ចឹងគឺបើគ្នាយើងលេងល្អលេងបាទអញ្ចឹងគឺសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងគឺជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងធ្វើការ review អំពីកាត Dembele ថ្មីថ្ងៃនេះដែរអញ្ចឹងគឺអ្នកនរគ្នាអាចតាមដានទស្សនាទាំងអស់គ្នាបានហ្នឹងហើយអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងគឺអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ